បាទជំរាបសួរដល់អ្នកទាំងអស់គ្នានេះដែលគឺជាសកម្មភាពរបស់ខ្ញុំបាទសិលាធ្វើដំណើរទៅលេងទឹកធ្លាក់អូទឹកវេស្ថិតនៅក្នុងស្រុកថ្មបាំងនៃខេត្តកោះកុងហើយនេះគឺជាសកម្មភាពរបស់ខ្ញុំបាទនិងអ្នកសមាជិកដែលទៅជាមួយរបស់ខ្ញុំនឹងគឺនៅគ្នាជិះកំពុងដកឆ្លងពីភូមិឆ្លងទៅត្រើយម្ខាងទៀតដើម្បីទៅលេងកន្លែងតំបន់ទឹកធ្លាក់អូទឹកវេស្ថនេះឯងខ្ញុំទៅសារនេះមានសមាជិកចំនួន22នាក់ដែលទៅរួមដំណើរជាមួយខ្ញុំប៉ុន្តែកំពុងដោទូចមួយអញ្ចឹងអាចចំឡុំមនុស្សបានម្ដងត្រឹមតែ6នាក់តែប៉ុណ្ណោះរួមទាំងម៉ូតូបន្ទាប់ពីពួកខ្ញុំជិះម៉ូតូចេញពីភូមិបានមួយផ្លែតមកតាមផ្លូវយើងក៏ឃើញម៉ាតនៅតាមផ្លូវមួយអញ្ចឹងយើងក៏ចូលក្នុងម៉ាតដើម្បីចូលទិញអាហារសម្រន់មួយចំនួនដើម្បីយកទៅញ៉ាំតាមផ្លូវនិងញ៉ាំកន្លែងទឹកធ្លាក់អូទឹកវេស្ថតែលក់ស្អាតទៀតសំខាន់ម្ដង20ហើយមាន QO ទូទាត់លុយណែអមរិតនៅនេះបន្ទាប់ពីពួកខ្ញុំចូលមកដើម្បីទិញស្បៀងយកមកញ៉ាំតាមផ្លូវនឹងតែតាមទឹកធ្លាក់ហើយឥឡូវយើងដល់ពេលតាផ្លូវយើងឃើញស្ពានមួយដែលមានទំហំធំល្មមនិងប្រវែងវែងហើយជាពិសេសហ្នឹងគឺមានទឹកហូរស្អាតមែនទែននៅខាងក្រោមពេលបើដល់ខែនេះខែភាសាមែនប៉ុន្តែទឹកនៅតែថ្លាល្អហូរទៅត្រជាក់គួរយើងចង់មួយមែនទែនហើយតាមផ្លូវធ្វើដំណើរដោយសារតែខែនេះជាខែភាសាអញ្ចឹងមានកន្លែងដែលស្អាតកន្លែងខ្លះក៏ពិបាកយ៉ាងណាដូចកន្លែងនេះយើងបានឃើញនេះគឺម៉ូតូអាចដឹកគ្នាឡើងបានទេអញ្ចឹងតែមើលអ្នកជិះក្រោយចុះដាទៅហើយមានអ្នកចាំទាញឬក៏រុញក្រោយដើម្បីឡើងចំណោតខ្ពស់អញ្ចឹងបានទៅប៉ុន្តែវាជាបញ្ហាទេដោយសារយើងស្រឡាញ់ការដើរលេងអញ្ចឹងលំបាកយ៉ាងណាក៏យើងនឹងតស៊ូរហូតដល់បានដល់គោលដៅនៃស្រ័យរបស់យើងដែរឥឡូវយើងបានធ្វើដំណើរមកដល់កន្លែងទឹកធ្លាក់អូទឹកវេស្ថហ្នឹងបងប្អូនគឺមានទេសភាពស្អាតខ្លាំងមែនទែនជាមួយនឹងទឹកជ្រោះហូរជាថ្នាក់ជាច្រើនជាន់ជាមួយនឹងទេសភាពភៀវជ័យជាពិសេសខែនេះខែវស្សាទៀតធម្មជាតិជាមួយនឹងអូគូស្អាតមែនទែនបើយើងមើលពីលើអាកាសវិញបងប្អូនយើងឃើញគឺខៀវសង្ងាត់តែម្ដងជាមួយនឹងគឺអត់មានកន្លែងណាថាអត់ស្អាតទេ